ខ្ញុំបានសូមគោរពលោកគ្រូអ្នកគ្រូទាំងអស់ដែលបង្រៀននៅអនុវិទ្យាល័យត្រានិងបឋមសិក្សាភូមិកណ្ដាលជាទីគោរពសូមគោរពសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់ខ្ញុំបានឈ្មោះលីតេយ៉ុនជាសិស្សនៅថ្នាក់រៀននៅថ្នាក់ទី 9A នៃអនុវិទ្យាល័យត្រាខ្ញុំបានមានសេចក្តីរីករាយចំពោះរូបខ្ញុំតដែលប្រឡងបានចំណាត់ថ្នាក់លេខ3លើមុខវិជ្ជាគណិតវិទ្យានៅក្នុងស្រុកគំរៀងក្នុងចំណោម7អនុវិទ្យាល័យកាលពីថ្ងៃទី3មីនាឆ្នាំ2025កន្លងទៅនេះជាការឆ្លើយតបនឹងលទ្ធផលដែលជាទីមោទនភាពខ្ញុំបាននឹងចែករំលែកនៅការខិតខំរៀនសូត្ររបស់ខ្ញុំនិងបទពិសោធន៍ដែលខ្ញុំធ្លាប់មានកន្លងមកដូចតទៅមួយកត្តាខ្លួនឯងខ្ញុំបានខំរៀនក្នុងមុខវិជ្ជាតាមពីថ្នាក់ទី7មកជាពិសេសគឺមុខវិជ្ជាគណិតវិទ្យាខ្ញុំបានស្ដាប់គ្រូបញ្យលមេរៀនបានគាត់មេរៀនពេញគ្រប់មុខវិជ្ជាបានរៀនធ្វើលំហាត់បន្ថែមនៅផ្ទះបានអានមេរៀនដែលគ្រូរៀនរួចនៅសាលារៀនបានរៀនស្រាវជ្រាវលំហាត់តាមទូរស័ព្ទបន្ថែមទៀតពេលកថាឪពុកម្ដាយខ្ញុំបានដាស់តឿនខ្ញុំឲ្យរៀននៅផ្ទះបន្ថែមជាប្រចាំបានឲ្យខ្ញុំរៀនគួរក្រៅម៉ោងបន្ថែមបានគ្រប់គ្រងសម្ភារៈសិក្សានិងបានលើកទឹកចិត្តខ្ញុំឲ្យខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រ3កត្តាគ្រូបង្រៀនលោកគ្រូអ្នកគ្រូបានខិតខំបង្រៀនខ្ញុំលោកគ្រូអ្នកគ្រូបានបញ្យល់មេរៀនលំអិតនៅត្រង់កន្លែងណាដែលពិបាកលោកគ្រូអ្នកគ្រូបានប្រាប់ពីកលឹះដែលមេរៀនមួយចំនួនបានបង្រៀនធ្វើលំហាត់និងដាក់កិច្ចការផ្ទះឲ្យធ្វើបានបង្រៀនធ្វើលំហាត់សិស្សពូកែមួយចំនួនទៀតចំណុចទាំងអស់ខាងលើនេះការចែកមកពីការយកចិត្តទុកដាក់ជំរុញទឹកចិត្តពីឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលាជាចុងបញ្ចប់ខ្ញុំប្រកាសណាសូមប្រគេនពរនិងលោកមេឃុំលោកកំពូលអ្នកម្ដាយមេដាបិតាសិស្សសិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អរកទីទទួលទានមានបានទទួលបានជោគជ័យគ្រប់ភារកិច្ចជាពិសេសក្នុងឆ្នាំថ្មីនេះសូមអរគុណត្រេកាត់មេរៀនមុខវិជ្ជាទី8វិភាសាយោបល់ជាមួយនឹងដៃគូឬក៏មិត្តរួមថ្នាក់ចំណុចទាំងអស់ខាងលើនេះគឺកើតចេញពីការយកចិត្តទុកដាក់ជំរុញទឹកចិត្តដែលក្តីស្រឡាញ់ពីឪពុកម្ដាយខ្ញុំផ្ទាល់និងលោកគ្រូអ្នកគ្រូទាំងអស់ជាចុងក្រោយខ្ញុំប្រកាសណាសូមប្រគេនពរនិងជូនពរទៅដល់លោកមេឃុំលោកគ្រូអ្នកគ្រូទាំងអស់លោកឪពុកអ្នកម្ដាយដែលជាមេដាបិតាសិស្សនិងសិស្សានុសិស្សទាំងអស់សូមឲ្យមានសុខភាពល្អរកទទួលទានមានបាននិងសម្រាប់ជោគជ័យគ្រប់ភារកិច្ចទាំងអស់ជាពិសេសនៅក្នុងឆ្នាំថ្មីនេះសូមគោរពអរគុណ